ទិញស្ករគ្រាប់200រៀលសុំស្កេនព្រោះអត់មានលុយក្រៅហើយគ្រាន់លុយ200រៀលសោះហ្នឹងសុំស្កេនដែរម៉ែអូនអត់មាន1រៀលជាប់ខ្លួនតែហ្មងមែនសម័យនេះទៅហើយមីងមានអ្នកណាត្រូវមានលុយជាប់ខ្លួននោះគេកាន់តែទូរស័ព្ទចង់ទិញអីក៏បានដែរមិញឯងដូចមិនទាន់សម័យសោះឯនេះQRខ្ញុំមានតែវាតិចតួចពេកណាដូចចង់ឲ្យស្កេនល្មិចទេវ៉ៃខ្ជិលទេសួរកូនឲ្យលុយក្រៅមកក្មួយស្អីក៏តវ៉ាច្រើនម៉េចយាយអ្នកទិញជាចវាយនាយយាយតមាត់នឹងចវាយនាយយ៉ាងហ្នឹងកាលណាមានបាននឹងគេនេះខ្ញុំស្កេនហើយមិញទេសួរកូនទៅចូលខ្វល់ទេហត់នេះហើយសូមជម្រាបលាជួបគ្នាឆ្នាំក្រោយលាអីមិនតន់អាប់លុយឲ្យខ្ញុំផងមិញខ្ញុំបាញ់ទៅ200000អញ្ចឹងមិញអាប់ឲ្យខ្ញុំ199,800រៀលមកបញ្ញាប់បន្តិចមិញស្អីគេមិនតំណងសោះហើយទិញស្ករគ្រាប់អស់តែ200ហើយមកសុំឲ្យអាប់អីក៏អាប់ច្រើនយ៉ាងហ្នឹងមកនេះមិនមែនបំណងមកទិញទេគឺមកដកលុយច្បាស់ណាហើយបើមិញដឹងហើយក៏ចាំបាច់តវ៉ាច្រើនធ្វើស្អីអាប់តលុយមកកុំវែងឆ្ងាយណែមកឲ្យ QR មកខ្ញុំបាញ់អាប់លុយឲ្យវិញកុំឲ្យជាពាក់កម្មគ្នាណែមិញខ្ញុំបាញ់លុយទៅលើព្រោះចង់បានលុយក្រៅហ្នឹងហើយមកសុំបាញ់លុយអាប់វិញដដែលខ្ញុំបាញ់ទៅលើធ្វើស្អីនាងឲ្យលុយក្នុងកង់ខ្ញុំអាប់លុយឲ្យក្នុងកង់ដូចគ្នានាងឲ្យលុយក្រៅខ្ញុំអាប់លុយក្រៅមានទៅមានមកហៅខំហៅ go អូខេហើយបើគ្រាន់តែអាប់លុយក្រៅទៅវិថីក៏ពិបាកវែងឆ្ងាយអីគ្រាន់ប៉ុណ្្នឹងមិញអញចង់ឈ្នះខ្ញុំហ៎ហើយចាំមិញទៅដកទៅទូទៅវាល្មិចអត់បានមែនមីអូនឯងហ្នឹងក៏ដូចគ្នាគ្រាន់តែយកលុយពីកង់ទៅដកនៅទូខ្លួនឯងទៅវាធ្ងន់ធ្ងរស្អីមីអូនឯងចេះនិយាយថាអត់លុយក្រៅហើយចាក់ខ្ញុំហ្នឹងក៏អត់លុយក្រៅដូចតែគ្នាដែរវាមានតែស្អីប៉ុណ្ណឹងនោះមិញនេះមិនសមកម្មមែនតើហើយខ្ញុំហ្នឹងក៏វាណាស់ដែរបើលុយដកមកជាប់ខ្លួនខ្លះវាចាប់រឿងបាត់តែណែមិញនិយាយអញ្ចឹងមិញឃើញស្បែកខ្ញុំភ្លឺមាត់អាឡងបែបនេះចង់បានស្បែកស្អាតដូចខ្ញុំអត់ងាយទេមិញអើយប្រើ scrub កាហ្វេធម្មជាតិស្នាដៃកូនខ្មែរនេះទៅព្រោះថា Gift Scrub Natural Cafe VIP ផ្សំឡើងពីធម្មជាតិធ្វើឲ្យស្បែកភ្លឺទន់រលោងមាត់ហើយប្រើបានទាំងបរិសុទ្ធស្ត្រីភេទទី3ទី4ទី5ឲ្យតែជាមនុស្សតោះប្រញាប់ឡើងយើងនាំគ្នាស្អាតទាំងអស់គ្នាហើយគ្រប់គ្រងផលិតផលក្នុងស្រុកជួយលើកមុខលើកមាត់ជាតិទៀតស្រីដាអើយមកដើរលេងនៅទីនេះសប្បាយណាស់អារម្មណ៍ស្រស់ស្រាយលៀងខួរក្បាលចេញពីការងារដ៏ស្មុគស្មាញតែណែបើចាយច្រើនពេកចេញបងមកថ្លៃក៏វាកាន់តែស្មុគស្មាញជាងធ្វើការទៅទៀតណែមែនតាក៏ហមហើយមានឆ្ងល់អត់ថាហេតុអីបានយើងធ្វើការតម្រុំឲ្យបើកប្រាក់ខែយូរនោះយូរតែពេលចាយលុយមិនក៏លឿនម៉េះរាល់ថ្ងៃនេះការងារច្រើនទៅរវល់គ្មានពេលសំបីតែស្លាប់កុំថាឡាយឈឺចង់ឈឺល្មមអីសុំព្រមលិខិតសិនកុំតន់ឈឺព្រោះកំពុងរវល់កុំសូវគិតច្រើនពេកយើងបានមកដើរលេងហើយតាមិនយកការងារមកនិយាយទៅស្អីទៀតយើងត្រូវតែរំហើយខួរម្ដងហើយយកលុយមកប្រហែលហ្នឹងគ្នាដកលុយមក5-10ម៉ឺនប្រហែលជាគ្រប់ហើយប៉ុណ្ណឹងអីស្អីគេអាហមសម័យនេះទៅហើយនៅដកលុយចាយពិតទៀតសម័យនេះគេចាយទៅតាមស្កេនទេនាងសម្រែកាន់ទៅទូរស័ព្ទមួយចង់ទៅដល់ណាក៏មិនខ្លាចដាច់បាយដែរប្រាប់ទៅបើថាអំនួតរឿងបច្ចេកវិទ្យាយ៉ាងហ្នឹងកុំសុំខ្ចីលុយខ្ញុំវើយពេលមានការចាំតែមើលទៅឯងគិតថាឯងនឹងមានជាងខ្ញុំប្រហែលនាងបារានគេរស់ក្នុងសម័យបច្ចេកវិទ្យាហើយឯងរស់ក្នុងសម័យយុគថ្មរំលីងនេះគួរឲ្យខ្មាស់គេណាបើគេសួរប្រាប់ថាមិនដែរស្គាល់គ្នាទៅលើអត់ចាំតែមើលទៅអាមនុស្សសម្ដីអំនួតមើងងាយគេនឹងច្រើនរឿងហើយអ្នកនិពន្ធហ្នឹងមិនដែលឲ្យឈ្នះទេចាំតែមើលទៅណែនាងអ្នករត់តកាសុំកំងមួយសុំបុកត្រីឆ្អើបប្រហាខ្ទឹមបារាំងខកូននំប៉័ងអាំងពប៉ែព្រៃមកជួយជ្រក់ស្ពៃឆាខ្វៃងើមងើបបរចដីលាចាពៅផ្អែមមួយមុខមួយចានមកស៊ីឥឡូវសុំបញ្ញាប់ព្រោះមកពីទីក្រុងឃ្លានខ្លាំងណាចាចាំបន្តិចតែសុំបញ្ជាក់បន្តិចថានៅហាងខ្ញុំនេះអត់មាន scan QR អីទេណាយកតលុយកដាស់ពិតទេហូបបានបើហូបមិនបានទេចាញ់ស្អីគេហាងស្អីក៏សម្រែហ្មងសម័យនេះមានអ្នកណាកាន់លុយមកជាប់ខ្លួននោះឆាប់ឲ្យ QR ឲ្យទៅធ្វើម្ហូបតាមការកំងភ្លាមចាហាងខ្ញុំវាសម្រែអញ្ចឹងហើយគួរគិតផងកដាលព្រៃស្ងាត់ដាច់ស្រយាលបែបនេះមានអ៊ីនធឺណិតមាន Wi-Fi ណាដើម្បីទទួលលុយ scan នោះដូចជំរាបប្រសាសន៍ឲ្យថាបើអត់លុយទេចេញក្រៅទៅចាញ់ហើយគ្រាន់តែឲ្យ QR មកចាំខ្ញុំទៅក្រុងវិញចាំខ្ញុំបាញ់ទៅវាថៃអីក៏ពិបាកម៉េះប៉ុណ្ណឹងសោះនេះអតិថិជនជាចវាយនាយណានាងហើយចាឯងមិនចាំទៅក្រុងវិញចាំស៊ីតែហ្មងទៅអតិថិជនជាចវាយមែនតែកដាលព្រៃបែបនេះអ្នកលក់ជាថកែរបស់អតិថិជនទៅទៀតណាចាញ់ណែចេញតាណាកើតនាងអើយបើខ្ញុំវាឃ្លានបាយចង់ឲ្យលួយថ្លើមប្រមាត់ទៅហើយនេះសុំវល់ណានាងខ្ញុំសុំបាយតែមួយចានសឡមួយចានខ្ញុំលាងចាននៅទីនេះឲ្យមួយថ្ងៃក៏បានដែរដាច់ខ្យល់ឥឡូវហើយនេះឃ្លានណា
អត់ទេអ្នកលាងចានខ្ញុំមានហើយអត់ត្រូវការទេនិយាយឲ្យខ្លីបើអត់លុយទេគឺអត់អាហារហ្នឹងហើយក៏ហមអើយពាក្យចាស់លោកពលថានៅផ្ទះម្ដាយទីតីទៅព្រៃម្ដាយមានផ្ទៃពោះក៏ហមអើយដល់ពេលអាសន្នអន់ក្រោយខ្ញុំមានការឃ្លានជាខ្លាំងសូមនាងសប្បុរសជួយឲ្យខ្ញុំខ្ចីលុយក្រៅ 20000 សិនមកអីទៅដល់ក្រុងវិញហ្នឹងចាំខ្ញុំបាញ់ឲ្យការក៏បានដែរតែចាំខ្ញុំបាញ់ឲ្យ 2100 រៀលទៅខ្ញុំដឹងថានាងខ្មៅរូបមែនតែមិនខ្មៅចិត្តទេរូបអាក្រក់តែចិត្តល្អមិនថាអញ្ចឹងហីគិតខុសហើយមនុស្សខ្ញុំនេះខ្មៅទាំងរូបខ្មៅទាំងចិត្តមនុស្សធ្លាប់មើលយាយខ្ញុំហើយទោះគួរឲ្យអាណិតយ៉ាងណាក៏ខ្ញុំអត់ទន់ចិត្តដែរប្រាប់ឲ្យហើយទៅឆាប់ចេញពីមុខខ្ញុំភ្លាមទៅនាងសម័យ digital សម័យទំនើបមិនមានគ្រោះអាសន្នចេះមករនាងបារានដែរណខ្ញុំមិនជឿថាក៏ហមឯងឃើញងាប់នឹងមុខហើយមិនដាច់ចិត្តជួយល្មិចទេវ៉ៃនាងជួយធ្វើបន់ខ្លះទៅក្រាញ់ជាតិមុខនឹងបានស្អាតជាងជាតិនេះណាក៏ហមស្រីស្អាតសាពះក៏បានដែរនេះអូយជួយឯងម្ដងទៅពួកម៉ែបើឲ្យខ្ចីលុយសិនខ្ញុំមិនឲ្យទេតែបើសុំហូបជាមួយខ្ញុំឲ្យតែតើខ្ញុំហូបរួចសិនសល់ប្រហែលចាំហូបទៅហើយពេលនាងទៅក្រុងវិញណាផុសប្រាប់គេផងថាដោយសារតែជឿជាក់រឿងលុយក្នុងកងពេកថ្ងៃនេះត្រូវស៊ីមកហូបសល់ពីគេឲ្យសមមុខកុំពឹងផ្អែកលើបច្ចេកវិទ្យាទំនើបទាំងស្រុងពេកពេលនៅលើមេឃគ្មានផ្គររន្ទះទេ